សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់អំពង Cooking ថ្ងៃនេះខ្ញុំមានមុខម្ហូបពិសេសមួយសម្រាប់បងប្អូនគឺយើងធ្វើជ្រក់ល្ហុងសម្រាប់ញ៉ាំជាមួយនឹងសាច់គោអាំងឬក៏សាច់ជ្រូកអាំងជាមួយសាច់ក្រកអាំងឬក៏សាច់អាំងផ្សេងទៀតបានបងប្អូនយកទៅដាក់ជាមួយនំប៉័ងសាច់ក៏បានដែរបងប្អូនហើយគ្រឿងផ្សំខ្ញុំនឹងប្រាប់នៅខាងចុងវីដេអូបងប្អូនមកផ្លេចតាមដានទស្សនាពីដើមដល់ចប់ណាចាជាដំបូងគឺនេះខ្ញុំធ្វើការឈូសការ៉ុតនិងល្ហុងរបស់យើងចាហើយខ្ញុំដាក់អំបិលចំនួន2ស្លាបព្រាបាយដើម្បីច្របាច់ល្ហុងរបស់យើងបងប្អូនចាបងប្អូនច្របាច់ល្ហុងឲ្យទន់ហើយបងប្អូនលាងប្រហែលជា4ទឹកបងប្អូនលាងល្ហុងហើយបងប្អូនធ្វើការត្រាំជាមួយនឹងទឹកកកប្រហែលជា10ទៅ20នាទីដើម្បីឲ្យល្ហុងយើងឡើងស្រួយល្អបងប្អូនចាដល់ពេលយើងត្រាំល្ហុងអីហើយជាមួយនឹងទឹកកកហើយបងប្អូនធ្វើការស្រង់ល្ហុងរបស់យើងដាក់កញ្ច្រែងដើម្បីសម្រស់ទឹកដើម្បីទុកយកឲ្យមកជាមួយនឹងទឹកប្រៃបងប្អូនចាហើយតសក់ខ្ញុំចិត្តជាបែបហ្នឹងជាច្បាស់មកបងប្អូនមានវិធីចិត្តផ្សេងអីបងប្អូនចិត្តផ្សេងទៅចាហើយបន្តមកទៀតគឺខ្ញុំមានខ្ទឹមសខ្ទឹមក្រហមចាសម្រាប់វាទឹកត្រីចាខ្ទឹមខំខ្ញុំប្រើចំនួន3មើមធំចាហើយសម្រាប់ខ្ទឹមសគឺខ្ញុំប្រើចំនួន5កំពឹសចាហើយសម្រាប់ស្ករវិញគឺខ្ញុំប្រើចំនួន5ស្លាបព្រាបាយទឹកត្រីនិងទឹកខ្មេះខ្ញុំប្រើ4ស្លាបព្រាបាយបើសិនជាទឹកត្រីបងប្អូនអត់ស្គាល់បងប្អូនដាក់5ស្លាបព្រាបាយណាប៉ុន្តែដោយសារតែទឹកត្រីខ្ញុំប្រៃហើយខ្ញុំថែមអំបិលបន្តិចទៀតអញ្ចឹងខ្ញុំដាក់តែ4ស្លាបព្រាបាយទេហើយសម្រាប់ទឹកខ្មេះបងប្អូនអត់សូវចូលចិត្តជូរបងប្អូនអាចបន្ថយដាក់3ស្លាបព្រាបាយកន្លះអីអញ្ចឹងទៅណាបងប្អូនចាអញ្ចឹងគ្រឿងផ្សំខ្ញុំបញ្ជាក់ម្ដងទៀតចាទឹកត្រីនិងទឹកខ្មេះ4ស្លាបព្រាបាយស្ករសចំនួន5ស្លាបព្រាបាយប៊ីចេង1ចុងស្លាបព្រាកាហ្វេអំបិលខ្ញុំប្រើជាមួយនឹង1ចុងស្លាបព្រាកាហ្វេដូចគ្នាចាការ៉ុតខ្ញុំប្រើចំនួន2ខាំត្រសក់ខ្ញុំប្រើចំនួន2ខាំល្ហុងចិត្តសម្បកហើយគឺខ្ញុំប្រើចំនួនកន្លះគីឡូគឺស្មើនឹង5ខាំបងប្អូនចាអញ្ចឹងយើងចាក់ចូលហើយយើងច្របល់បើយើងចូលត្រីបើយើងឲ្យលលាយស្ករលាយអីហើយបងប្អូនធ្វើការចាក់ត្រសក់ចូលមកហើយច្របល់ឲ្យត្រសក់នឹងឡើងទន់បន្តិចចាំយើងធ្វើការដាក់ល្ហុងចូលបងប្អូនចានេះល្ហុងរបស់ខ្ញុំដែលខ្ញុំត្រាំទឹកកកហើយគឺវាឡើងសភាពឡើងស្រួយល្អបងប្អូនចាហើយគ្រឿងផ្សំនៅក្នុងថ្ងៃហ្នឹងបងប្អូនធ្វើទៅគឺអត់ខុសទេរសជាតិគឺមិនឆ្ងាញ់ខ្ញុំមកល្មមតែម្ដងណាចាហើយវីដេអូយើងថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះពីដើមដល់ចប់បើសិនជាវីដេអូនេះមានថាប្រយោជន៍ដល់បងប្អូនកូនធ្វើការ like និង share វីដេអូម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀត